រឿងរ៉ាវខ្លះយើងគ្រាន់តែឃើញតាមការផ្សព្វផ្សាយតាមបណ្ដាញសង្គម social media វាមិនមែនជាការពិតទាំងស្រុងទេពុកម៉ែបងប្អូនចាមានមនុស្សមិនតិចទេដែលវាយតម្លៃមកលើប្រទេសកម្ពុជាថាជាប្រទេសដែលក្រីក្រនិងខ្វះខាតប៉ុន្តែពួកគេអត់ដឹងទេចានេះបើយោងតាមការផ្សាយរបស់របាយការណ៍ US News and World Report Best Country Ranking 2026 នេះគឺជារបាយការណ៍ចេញពី US News ចាតាក់ទងអំពីប្រទេសទាំង10លើពិភពលោកដែលមានគេហៅថាការតាក់ទាញនឹងបរិស្ថានធម្មជាតិស្អាតជាងគេលើពិភពលោកដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ1ក្នុងចំណោមប្រទេសទាំង10នឹងបងប្អូនចាពុកម៉ែជួយចែករំលែកនៅคลิปនេះម្នាក់មួយដើម្បីឲ្យយើងដឹងកាន់តែបង្ហាញកុំឲ្យបុគ្គលដែលតែងតែវាយតម្លៃមកលើកម្ពុជាយើងឲ្យដឹងការពិតហើយចង់ចែករំលែកបទពិសោធន៍នេះឲ្យពួកគេបានមកទស្សនានិងមកលេងប្រទេសកម្ពុជាយើងវិញម្ដងសូម្បីតែជនជាតិបរទេសគាត់បានលើកពីករណីនេះយកមកនិយាយឲ្យផ្សព្វផ្សាយដែរបងប្អូនចាអញ្ចឹងក្នុងនាមយើងជាឈាមខ្មែរយើងខ្លាចអីក្នុងការផ្សព្វផ្សាយអ្វីដែលល្អនឹងមុខមាត់របស់ប្រទេសជាតិយើងមែនអត់បងប្អូនចាឈ្មោះរបស់គាត់ខ្ញុំមិនដឹងថាអានត្រូវឬខុសទេណាបងប្អូនណាគាត់មានឈ្មោះថា Mazanku Travel បងប្អូនអាចចូលទៅឆែកមើលបានណាចាបានបង្ហាញអារម្មណ៍មួយនៅក្នុងបណ្ដាញFacebook ផ្លូវការ page ផ្លូវការរបស់គាត់គាត់បាននិយាយថាចា Many people call Cambodia poor and dirty but did you know that in the 2026 UNU and World Report Best Country Rankings Cambodia ranked number 1 in the world for natural environment Sometimes reality is very different from what people write online. Have you been to Cambodia? What was your experience? គាត់និយាយថាមនុស្សជាច្រើនតែងតែហៅប្រទេសកម្ពុជាថាជាប្រទេសដែលក្រីក្រនិងមិនសូវស្អាតប៉ុន្តែតើអ្នកដឹងទេថានៅក្នុងតារាងចំណាត់ថ្នាក់ប្រទេសល្អបំផុតប្រចាំឆ្នាំ2026នេះរបស់ស្ថាប័ន US News and World Report ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ1លើពិភពលោកផ្នែកបរិស្ថានធម្មជាតិពេលខ្លះការពិតវាខុសគ្នាខ្លាំងណាស់ពីអ្វីដែលគេសរសេរលើអ៊ីនធឺណិតតើអ្នកធ្លាប់ទៅប្រទេសកម្ពុជាដែរឬទេតើបទពិសោធន៍របស់អ្នកយ៉ាងម៉េចដែរនេះគឺជាសំណេរដ៏ខ្លីមួយរបស់ជនជាតិបរទេសដែលគាត់បានបង្ហាញតាក់ទងអំពីកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ1អញ្ចឹងណាបងប្អូនចាប៉ុន្តែអ្វីដែលសំខាន់បងប្អូនចានៅក្នុងចំណោមចំណាត់ថ្នាក់ប្រទេសដែលជាប់តាក់ណប់នៅលើពិភពលោកហ្នឹងបងប្អូនចាគឺអត់មានអ្នកជិតខាងយើង Thailand ទេចាបងប្អូនចាអញ្ចឹងខ្ញុំគិតថាបងប្អូនយើងគួរតែជួយផ្សព្វផ្សាយឲ្យបានច្រើនជាពិសេសអ្វីដែលជាមុខមាត់កិត្តិយសរបស់ប្រទេសជាតិយើងគួរតែចូលរួមក្នុងការជួយផ្សព្វផ្សាយគ្នាចាបងប្អូនដើម្បីឲ្យបរទេសផ្សេងទៀតដែលគាត់មិនទាន់បានសាកបទពិសោធន៍ក្នុងការមកទស្សនាប្រទេសកម្ពុជាយើងឲ្យគាត់បានសាកបទពិសោធន៍ក្នុងការមក visit ប្រទេសរបស់យើងក្នុងរដូវគ្រប់រដូវកាលតែម្ដងដើម្បីឲ្យកាន់តែស្គាល់ថាកម្ពុជាបែបណាតើពិតដូចអ្វីដែលគេវិតម្លៃឬមួយក៏អត់តែអ្វីដែលសំខាន់ណាស់អ្នកជិតខាងកំពុងខំចំណាយទៀតហើយបងប្អូនថាមិនបានអត់មានប្រទេសគេនឹងនៅក្នុងតារាងទាំង10 ranking របស់ US UN World Report នឹងបងប្អូនចាគួរយល់ហើយគិតមើលខ្លួនឯងខ្ញុំសង្ឃឹមថាពួកយើងជាប្រជាជនខ្មែរនឹងជួយ share ចែករំលែកវីដេអូបែបនេះឲ្យបានច្រើនហើយនេះគឺជារូបភាពមួយបង្ហាញពីអ្នករាយការណ៍ពិសេសពីសិទ្ធិមនុស្សនៅកម្ពុជាដោយគាត់ប្រើដៃម្ខាងកាន់ឈើច្រត់ហើយដៃម្ខាងទៀតខំប្រឹងថតទុកផុសតាងពីទង្វើដែលសៀមវាឆ្លៀនពៀនលើដីខ្មែរយើងវាប្រើបន្លានលូសព័ទ្ធលើដីខ្មែរយើងនិងដាក់ទូកុងតឺន័រលើដីខ្មែរយើងរារាំងមិនឲ្យពលរដ្ឋខ្មែរយើងត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញអ្នករាយការណ៍ពិសេសរបស់អង្គការសហជីវជាតិរូបនេះគឺគាត់ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោកមានឈ្មោះថា Thomas Ender លោកមានឈ្មោះថា Thomas បានចុះទៅដល់តំបន់បឹងត្រកួនក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលថៃបានដាក់ទូកុងតឺន័រនិងរីកបន្លានលូសព័ទ្ធយកដីខ្មែរយើងការរារាំងពលរដ្ឋខ្មែរជាង 1000 គ្រួសារមិនឲ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងវិញផុសតាងនេះគឺបង្ហាញឲ្យឃើញច្បាស់ហើយបងប្អូនឃើញរូបភាពគាត់គឺជាជនបរទេសតែទោះបីជាគាត់ឈឺជើងគាត់មានការពិបាកក្នុងការធ្វើដំណើរយ៉ាងណាក៏ដោយគាត់សុខចិត្តប្រើពេលវេលារបស់គាត់ដែលមានតម្លៃនេះមកស្វែងរកផុសតាងនិងជួយឆ្អាលមកដល់ប្រទេសខ្មែរយើងអញ្ចឹងក្នុងនាមយើងជាប្រជាជនខ្មែរនេះកុំនៅស្ងៀមអីណាជួយ share ចែករំលែកពីរូបភាពកម្របែបនេះដើម្បីបង្ហាញទៅកាន់ពិភពលោកថាប្រទេសខ្មែរយើងគឺពិតជាបានរងគ្រោះពីការឈ្លានពានរបស់ចៅប្រេស៊ីមលើទឹកដីខ្មែរយើងយ៉ាងពិតប្រាកដរូបភាពទាំងអស់នេះគឺជាផុសតាងសំខាន់ណាស់បងប្អូនចុះទៅដល់ទីនោះក្នុងស្ថានភាពដៃម្ខាងកាន់ឈើច្រត់របស់លោក Thomas បានប្រើដៃម្ខាងទៀតទាញយកទូរស័ព្ទថតរឹតយករូបភាពផុសតាងដ៏សំខាន់របស់ពួកសៀមដែលដាក់ទូកុងតឺន័រនិងរាយបន្លានលួសនៅលើដីខ្មែរយើងបងប្អូនរូបភាពអញ្ចឹងពេលដែលខ្ញុំមើលមិញខ្ញុំនិយាយថាក្របក្ដួលបងប្អូននៅពេលដែលឃើញអន្តរជាតិគាត់ក៏លេចមកជួយឈឺឆ្អាលគាត់អាណិតដល់ទីខ្មែរយើងគាត់ឃើញរូបភាពអញ្ចឹងគឺវាឈឺចាប់ខ្លាំងមែនទែនហើយទង្វើរបស់សៀមនេះគឺរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទង្វើអស់នេះគឺអន្តរជាតិមិនអាចទទួលយកបានទេណាបងប្អូនទោះបីជាសៀមវាខំប្រឹងបង្កើតព័ត៌មាននិងបង្កើតផុសតាងខ្លាំងៗថាទីតាំងទាំងប្រមាណដែលវាកំពុងតែប្លន់លើដីខ្មែរយើងនេះជាថបតៃភាពរបស់វាយ៉ាងណាក៏ដោយក៏មិនអាចយកមកបិទបាំងការពិតបានដែរនៅពេលដែលពួកយើងខំប្រឹងឲ្យការពិតបង្ហាញឲ្យពិភពលោកបានឃើញអញ្ចឹងវាគឺជារឿងសំខាន់មែនទែននិងជាទូនីតិរបស់ពួកយើងជាប្រជាជនខ្មែរកុំឲ្យចាញ់បទទេអីបងប្អូនណាគេមកជួយឆ្អាលយើងហើយយើងត្រូវតែជួយ share រូបភាពបែបនេះ
ទាំងអស់គ្នាបងប្អូនយើងត្រូវតែចូលរួមគ្នារួបរวมការពារនិងទាមទារទឹកដីខ្មែរយើងត្រឡប់មកវិញគ្នាថ្មីទៀតហើយគេថាយើងហ្នឹងផលិតត្រីខកូពីពីគេធ្វើត្រីខរូបស្រី3នាក់ចំណែកយើងធ្វើត្រីខរូបបុរស3នាក់ចាមីខ្វាក់ទ្របថ្ងៃមានមើលអសទៅលើកំប៉ុងអត់អសហ្នឹងអសចិនអញមិនមែនចេះចិនអីទេតែអញអានថ្ងៃស្ដាប់គេអានថា Wei Station ថ្ងៃយល់ទេថ្ងៃនាមដើមខុសមនុស្សថ្ងៃទៅសួរអ្នកចិនថាអ្នកចិនណាអាម៉េចបានជាចង់កូពីពីខ្ញុំត្រីខស្រី3នាក់ហ្នឹងគឺជា signature របស់ថៃណាកុំកូពីពីខ្ញុំអញ្ចឹងមុននឹងថ្ងៃបង្កើតព័ត៌មានคล้ายៗដើម្បីចង់ដៀលខ្មែរណាដើម្បីឲ្យប្រជាជនកបីថ្ងៃហ្នឹងជឿថ្ងៃត្រូវស្រាវជ្រាវប្រើប្រាស់ធនធានឲ្យវាស័ក្តិសមជាប្រជាជនមកពីប្រទេសស៊ីវិល័យនិងប្រទេសអ្នកមានអញ្ចឹងណាថ្ងៃកុំប្រើប្រាស់ខួរក្បាលកបីថ្ងៃមកឌៀមតាមគេថ្ងៃមិនធ្វើការស្រាវជ្រាវឲ្យល្អិតល្អន់ទេអញដៀលថ្ងៃអញ្ចឹងដៀលថ្ងៃថាមីក្របីអូយបើខ្មែរគេចង់ផលិតត្រីខគេដាក់អក្សរខ្មែរគេដាក់ឈ្មោះខ្មែរគេដាក់រំដួលរំចង់រំជេកកវ៉ាន់អីចឹងទៅគេមាន signature របស់ខ្មែរហើយដាក់អក្សរចិនរកប្រកាសយកអីគេអត់តំណើបអត់កបីដូចថ្ងៃទេគិតទៅថ្ងៃថ្មីរហូតហ្មងណាថ្ងៃតនេខ្លាំងមែនអូអញភ្លេចសេដ្ឋកិច្ចថ្ងៃធ្លាក់ថ្ងៃអត់ការងារធ្វើអញ្ចឹងមួយថ្ងៃតនេជាពិសេសតនេណាអាខាងរឿងពលឹះព័ត៌មានคล้ายៗតម្លាក់ឲ្យខ្មែរហ្នឹងគេម្នេះគិតទៅថ្ងៃកាន់តែភ្លាវទៅហ្មងអ្នកថៃពីមួយថ្ងៃទៅមួយថ្ងៃថៃប្រកាសអបអរសាទរវឹបទាំងដែលអត់ដឹងខ្លួនថាការប្រកាសរបស់ខ្លួននោះកំពុងតែបង្ហាញការពិតនៅលើគោលគោលថាខ្លួនឯងគឺជាចៅប្លន់ដីគេបងប្អូនខាងថៃគេកំពុងតែសាទររីករាយវត្តមួយរបស់គេនៅភាគខាងត្បូងនោះដែលជាទីតាំងទី1នៅភាគខាងត្បូងដែលអាចចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកគឺវត្តព្រះមហាធាតុបងប្អូនស្ដាប់គេអស់គ្នាណាวัดแห่งนี้อยู่ในพื้นที่ประวัติศาสตร์อาณาจักรគេថាវត្តមួយកន្លែងហ្នឹងនៅក្នុងទីតាំងប្រវត្តិសាស្ត្រซึ่งรุ่งเรืองมานานกว่า 1,500 ปีគឺរុងរឿងមកយូរហើយយូរជាង 1,500 ឆ្នាំឃើញលើកោកអត់បងប្អូនវត្តអាយុកាលរុងរឿងមកក្នុងរយៈពេល 1,500 ឆ្នាំហើយប្រទេសថៃអាយុកាលប្រហែលបងប្អូនវាដឹងថាខ្លួនវាចៅប្លន់ដីគេទេវានៅតែកោរបស់វាហ៎បច្ចុប្បន្នគឺបច្ចុប្បន្នហើយអូខេដីហ្នឹងគឺដីថៃយើងបច្ចុប្បន្នតែវាអត់ទទួលស្គាល់ការពិតថាដីហ្នឹងវាប្លន់ពីយើងទេវត្តហ្នឹងនៅក្នុងខេត្តឯគេបងប្អូនខ្មែរយើងឈ្មោះគេដែលវាកន្លែងទៅនេះឌីផ្សាយខេត្តហ្នឹងគឺឈ្មោះថានគរស៊ីធម្មរាជណាបើសិនជាយើងឈ្មោះខ្មែរយើងនគរស៊ីធម្មរាជវត្តព្រះមហាធាតុវត្តហ្នឹងគឺល្បីឲ្យចែកដីសធំមួយហ្នឹងបងប្អូននេះហ្នឹងហើយចាហើយគេបានចុះបញ្ជីចូលសម្បត្តិបេតិកភណ្ឌពិភពលោកគេប្រកាសក្តែងអញ្ចឹងថាវត្តហ្នឹងអាយុកាល 1,500 ឆ្នាំហើយថៃទៅបង្កើតបានប្រហែលឆ្នាំតែបាន 6,700 ឆ្នាំហ្នឹងហើយនៅលើគោកហ្មងនៅលើគោកថាខ្លួនវាគឺជាចៅប្លន់ដីហ្មងបងប្អូនហើយវានៅក្តែងដីវាបានប្លន់30ខែពីយើងអូយដកកហ្មងសៀមទទួលយកអត់បានបន្ទាប់ពី Angelina Julia បង្ហោះសារតាក់ទងជាមួយនឹងចំនួនព្រំដែនកម្ពុជាសៀមដោយដែលពុកម៉ែបងប្អូនបានដឹងហើយកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2026នេះតារា Hollywood Angelina Julia បានបង្ហោះសារមួយក្នុងគម្រប់ខួប1ឆ្នាំនៃសង្គ្រាមសៀមឈ្លានពានកម្ពុជាឥឡូវនេះពុកម៉ែបងប្អូនគ្នាពួកអាសៀមនឹងវាប្រតិកម្មតែម្ដងវាថាកម្ពុជាយើងនឹងប្រើតារា Hollywood Angelina Julia នឹងធ្វើសង្គ្រាមព័ត៌មានជាមួយនឹងពួកវាឃើញប្រតិកម្មរបស់ពួកចៅឲ្យអស់សំណោចបន្តិចពុកម៉ែបងប្អូនអរគ្នាពីពួកអីពុកម៉ែបងប្អូនដឹងហើយវាតែងតែចោទកម្ពុជាយើងថាក្រលហេមហាមអីចឹងទៅតែកម្ពុជាយើងមានលទ្ធភាពឯណាទៅជួតារា Hollywood ឲ្យគេមកជួយធ្វើសង្គ្រាមព័ត៌មានជាមួយនឹងពួកអាចោឈ្លានពានឯងនោះតែមិនថ្មីទេតាមរយៈការប្រតិកម្មរបស់ពួកអាចោសៀមគឺបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់តែម្ដងថាសៀមកំពុងតែបរាជ័យនៅលើសមរភូមិព័ត៌មានលាបពណ៌កម្ពុជាថាកម្ពុជាឈ្លានពានវានឹងមិនបានសម្រេចនោះទេពុកម៉ែបងប្អូនអរគ្នាពុកម៉ែបងប្អូនដឹងហើយតាំងពីដើមមកវាឈ្លានពានយើងវាលាបពណ៌យើងនៅលើសមរភូមិព័ត៌មានគ្រប់សពបែបយ៉ាងតែម្ដងថាយើងឈ្លានពានវាអីចឹងទៅប៉ុន្តែដោយសារតែកម្លាំងរួបរวมសាមគ្គីរបស់យើងប្រយុទ្ធនៅលើសមរភូមិព័ត៌មានយ៉ាងស្រស់ដៃគ្នាមកទល់ពេលនេះធ្វើឲ្យសហគមន៍អន្តរជាតិប្រជាជននៅទូទាំងពិភពលោកភាគច្រើនគេបានដឹងការពិតពីចំនួនព្រំដែនកម្ពុជាសៀមហើយគេរឹតតែដឹងទៀតនៅពេលនេះបន្ទាប់ពីសាររបស់តារា Hollywood Angelina Julia និយាយពីរឿងព្រំដែនកម្ពុជាសៀមអញ្ចឹងបាទខ្ញុំចេះតែរំលឹកបងប្អូនថាឲ្យតែយើងរួបរวมគ្នាគ្មានអ្វីដែលយើងមិនអាចយកឈ្នះសត្រូវបាននោះទេពុកម៉ែបងប្អូនអរគ្នាអញ្ចឹងឲ្យរួមគ្នាប្រយុទ្ធតទៀតដរាបណារឿងព្រំដែនមិនទាន់ដោះស្រាយហើយដីយើងវាមិនទាន់ដកកងទ័ពចេញណាយើងនៅតែបន្តរួបរวมគ្នាជឿជាក់ទៅលើរដ្ឋាភិបាលក្នុងការប្រយុទ្ធការពារដែនអធិបតេយ្យភាពនិងកេរ្តិ៍ឈ្មោះរបស់កម្ពុជាយើង